បាទជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទសាជាថ្មីទៀតហើយបាទលោកអ្នកបងប្អូនមានដឹងទេថាគ្រីស្ទានគ្រប់រូបកំពុងតែប្រលប់នៅពិធីដឹងគុណឬក៏អរប្រគុណព្រះជាម្ចាស់នៅរៀងរាល់ខែ11ផងដែរបាទក្នុងនាមជាគ្រីស្ទបរិស័ទមិនថាយើងមានប្រពោតូចឬក៏ធំបាទយើងត្រូវតែដឹងគុណឬក៏អរគុណដល់ព្រះជាម្ចាស់ព្រោះវាមានលក្ខណៈសំខាន់ណាស់ចំពោះជំនឿរបស់យើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទបាទបើសិនជាយើងមិនបានបង្ហាញនៃការដឹងគុណដល់ព្រះអង្គនោះទេគឺជីវិតយើងប្រៀបដូចជាប៉ោតដែលលិចទឹកដែលទោះបីជាយើងដាក់ទឹកច្រើនប៉ុណ្ណាក៏មិនចេះពេញនោះផងដែរឥរិយាបថនៃការដឹងគុណគឺពិតជាសំខាន់ណាស់វាជួយបង្រៀនឲ្យយើងក្នុងការដែលអភិវឌ្ឍនិងរីកចម្រើននៅក្នុងជំនឿជាគ្រីស្ទបរិស័ទបាទបើសិនជាអ្នកបងប្អូនសម្លឹងទៅមើលនិយមន័យនៃការដឹងគុណគឺមានន័យថាយើងដឹងគុណទៅចំពោះនរណាម្នាក់ដែលគេធ្វើអ្វីដែលល្អឬក៏សមប្រកបមកលើជីវិតរបស់យើងបាទដូចជាដឹងគុណចំពោះគ្រូដឹងគុណចំពោះឪពុកម្ដាយដឹងគុណចំពោះមិត្តភ័ក្តិនេះបងប្អូនដែលពួកគាត់ធ្វើនៅគុណូបការៈមកលើជីវិតរបស់យើងអញ្ចឹងដែរនៅថ្ងៃនេះខ្ញុំសូមលើកយកនៅហេតុផលចំនួន2ដែលនិយាយអំពីការដឹងគុណដល់ព្រះជាម្ចាស់បាទនៅក្នុងព្រះគម្ពីរទំនុកដង្កើងចំពុក100ខ3ដល់ខ4ដែលក្នុងខ3បាននិយាយច្បាស់ថាចូលឲ្យយើងចូលតាមទ្វារព្រះអង្គដោយពោលពាក្យអរព្រះគុណព្រះអង្គបាទបទគម្ពីរនេះគឺបង្ហាញអំពីអារម្មណ៍អំពីដែលស្ដេចដាវីតគាត់បង្ហាញអារម្មណ៍នៃការដឹងគុណរបស់គាត់ទៅចំពោះព្រះជាម្ចាស់ហេតុផលទី1ដែលយើងគួរអរព្រះគុណព្រះអង្គដែលស្ដេចដាវីតគាត់បាននិយាយនោះគឺមានន័យថាយើងត្រូវតែទទួលស្គាល់ថាព្រះជាម្ចាស់ទ្រង់ជាព្រះអធិការបាទដោយសារតែព្រះអង្គជាព្រះអធិការដែលព្រះអង្គជាព្រះដែលបង្កើតយើងអញ្ចឹងហើយបានជាយើងត្រូវតែអរព្រះគុណព្រះអង្គព្រោះព្រះអង្គទ្រង់បានស្គាល់ចិត្តថ្លើមរបស់យើងបាទអញ្ចឹងមានន័យថាព្រះអង្គទ្រង់បានបង្កើតរបស់សពសារពើទាំងអស់ហើយចិត្តរបស់យើងមានភាពស្អាតស្អំហើយបរិសុទ្ធដោយសារតែយើងមានម្ចាស់មួយដែលព្រះអង្គទ្រង់គង់នៅក្នុងខ្លួនយើងព្រះអង្គជាព្រះដែលបរិសុទ្ធផងដែរបាទនៅពេលដែលយើងឈប់អរព្រះគុណព្រះអង្គនោះចិត្តរបស់យើងនឹងឈប់ទទួលស្គាល់ថាព្រះអង្គជាព្រះអធិការជាព្រះដែលបង្កើតចិត្តថ្លើមយើងផងដែរហេតុផលទី2ដែលស្ដេចដាវីតគាត់ប្រកាសអំពីការអរព្រគុណរបស់ព្រះអង្គគឺដោយសារតែព្រះជាម្ចាស់ទ្រង់ល្អបាទព្រះអង្គទ្រង់មិនមែនត្រឹមតែជាព្រះដែលល្អតែប៉ុណ្ណោះនោះទេតែព្រះអង្គទ្រង់ល្អនៅពេលដែលយើងអធិដ្ឋានសូមប្រពោពីព្រះអង្គទ្រង់នឹងឆ្លើយតបព្រះអង្គទ្រង់ល្អនៅពេលដែលយើងធ្វើអំពើបាបឬក៏មានទោសកំហុសព្រះអង្គអត់ទោសឲ្យយើងព្រះអង្គទ្រង់ល្អនៅពេលដែលយើងជួបនៅទុក្ខលំបាកព្រះអង្គទ្រង់ជួយដោះស្រាយនៅទុក្ខលំបាកទាំងអស់នោះជាមួយនឹងយើងព្រះអង្គទ្រង់ល្អនៅពេលដែលយើងបាក់ទឹកចិត្តនៅពេលដែលយើងអស់សង្ឃឹមព្រះអង្គទ្រង់លើកយើងឡើងបាទអញ្ចឹងព្រះអង្គទ្រង់តែងតែណាធ្វើផ្ដល់ឱកាសដល់យើងទាំងអស់គ្នានោះហើយគឺជាអ្វីជាមូលហេតុដែលយើងត្រូវអរព្រគុណដល់ព្រះជាម្ចាស់ហើយដូច្នេះយើងជាគ្រីស្ទានជាកូនរបស់អម្រងយើងមិនគួរនឹងភ្លេចអរព្រគុណដល់ព្រះជាម្ចាស់នោះឡើយត្បិតព្រះអង្គជាព្រះដែលបង្កើតយើងទាំងអស់គ្នាមកហើយព្រះអង្គទ្រង់ក៏ល្អសម្រាប់ជីវិតយើងផងដែរបាទចូលយើងបានចូលទៅចំពោះព្រះអង្គដោយពោលពាក្យអរព្រះគុណអាមែន